សួស្តីមិត្តអ្នកទាំងអស់គ្នាឥឡូវនៅពេលនេះគឺបង្ហាញអំពីការបដូរម្រាមដៃរវាង chord E major chord B7 open chord ហើយនិង chord A មើលអំពីបំលាស់ទីម្រាមរបស់ខ្ញុំដែលខ្ញុំបាននឹងកំពុងតែធ្វើរាល់ថ្ងៃ E major ហើយនៅពេលដែលយើងបដូរទៅ B7 ម្រាមទី2របស់យើងនៅខ្សែទី5ដដែលម្រាមទី1យើងបំលាស់ទីមកខ្សែទី4ម្រាមទី3ថយមកខ្សែទី3ម្រាមទី4ចាំចូលមកខ្សែទី1នៃប្លុកទី2អញ្ចឹង B7 open chord គឺប្លុកទី2យើងប្រើ3ម្រាមអញ្ចឹងនៅពេល E បដូរមក B7 គឺខ្ញុំអត់ហាលដៃទាំងអស់ទេគឺខ្ញុំគ្រាន់តែរេពីលើខ្សែគៀបមែនតើអញ្ចឹងណា E អូខេអញ្ចឹងហើយ B7 នៅពេលយើងបដូរទៅ A major ម្រាមទី3យើងមាននៅលើខ្សែទី3ប្លុកទី2ស្រាំម្រាមទី3តោះម្រាមទាំង3នេះគឺនៅក្នុងប្លុកទី2ស្រាំអញ្ចឹងយើងគ្រាន់តែម្រាមទី2ចុះមកខ្សែទី4ម្រាមទី1ឡើងមកខ្សែទី2ហើយម្រាមទី3ដែលនៅក្នុងខ្សែទី3គឺនៅជាប់ខ្សែទី3ដដែលចាំមើលសម្លេងរៀងភ្លាវបន្តិចដោយសារតែហ្គីតានេះខ្ទង់ខ្ពស់សេរីទៅវាអត់ត្រូវអូខេសាថ្មី B7 ហើយពី A ឡើងមក E ម្រាមទី3ម្រាមទី2គឺនៅលើខ្សែទី4ទី3យើងគ្រាន់តែលើកឡើងមកលើហើយតែចោលចាំចូលខ្សែទី3វិញអូខេពេលយើងលេងជាស្ដាំវិញមកចឹងបំលាស់ទីនៃម្រាមរបស់ខ្ញុំដែលខ្ញុំធ្វើជារាល់ថ្ងៃគឺអត់ប្រើដកដៃខ្ពស់ទេគឺនៅគិតគ្នាដោយសារតែម្រាមពីខុតមួយទៅខុតមួយគឺបដិញគឺវាប្រតិគ្នាបាទសាថ្មី E អូខេជួបគ្នានៅវីដេអូជាបន្តអំពីការណែនាំហើយនឹងអំពីរបៀបលេងដែលខ្ញុំបានកំពុងធ្វើអរគុណច្រើន